ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូតាក់ទងជាមួយនឹងផ្ទីបន្លាដែលខ្ញុំថតជូនពុកម៉ែបងប្អូនម្ដងទៀតដើម្បីឲ្យពុកម៉ែបងប្អូនបានយល់កាន់តែច្បាស់កាន់តែស៊ីជម្រៅតាក់ទងជាមួយនឹងផ្ទីបន្លាពីអត្ថប្រយោជន៍នៃការប្រើប្រាស់របស់វាបាទរូបរាងផ្ទីបន្លាគឺខុសពីផ្ទីដទៃត្រង់ថាដើមរបស់វាពណ៌ខៀវឯចំណែកផ្ទីដទៃហ្នឹងគឺដើមពណ៌ក្រហមហើយស្លឹកផ្ទីបន្លាហ្នឹងគឺស្រួចបាទជាងផ្ទីទូទៅពុកម៉ែបងប្អូនណាហ្នឹងហើយផ្ទីនេះគឺមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពទាំងមនុស្សទាំងសត្វពុកម៉ែបងប្អូនណាហ្នឹងហើយកាលណាវានៅខ្ចីគេយកទៅបបរឲ្យជ្រូកស៊ីបាទឬក៏យកមកធ្វើម្ហូបជាបន្លែសម្រាប់យើងយកមកហូបពុកម៉ែបងប្អូនណាក្រៅពីធ្វើម្ហូបអាហារក៏ដូចជាយកទៅឲ្យសត្វទីក៏វាមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពរបស់យើងបាទហើយអត្ថប្រយោជន៍ហ្នឹងគឺទី1សម្រាប់យកមកព្យាបាលប្រព័ន្ធតម្រងនោមគឺជួយសម្រួលការនោមព្យាបាលការរលាកនិងរមាស់បាទផ្លូវបង្ហូរនោមពុកម៉ែបងប្អូនណាហ្នឹងហើយទី2សម្រួលចរន្តឈាមជួយឲ្យឈាមនឹងរត់បានស្រួលនិងជួយបំបត្តិបញ្ហាឈាមកកទី3នឹងដោះស្រាយបញ្ហាមករដូវជួយព្យាបាលស្ត្រីដែលមានបញ្ហារាំងរដូវឬក៏រដូវមកមិនទៀងពុកម៉ែបងប្អូនណាហ្នឹងហើយទី4ហ្នឹងបញ្ចុះកម្ដៅការប្រើប្រាស់ឱសថនេះសម្រាប់បញ្ចុះកម្ដៅនិងព្យាបាលជំងឺគ្រុនក្តៅពុកម៉ែបងប្អូនណាកាលណាពុកម៉ែបងប្អូនមានកូនតូចឬក៏បងប្អូនដែលមានបញ្ហាគ្រុនក្តៅគឺយើងអាចយកផ្ទីបន្លានេះទាំងឫសទាំងដើមទាំងស្លឹកយកទៅស្ងោរលាងទឹកស្អាតយកទៅស្ងោរដើម្បីឲ្យគាត់ពិសានៅទឹកថ្នាំហ្នឹងព្យាបាលបញ្ចុះកម្ដៅហើយទី5ហ្នឹងគឺប្រឆាំងនឹងការរលាកតាក់ទងជាមួយនឹងប្រឆាំងការរលាកនេះមិនថារលាកសន្លាក់រលាកស្បែកកន្លែងណាឬក៏បាទហើមបាទគឺឫសផ្ទីបន្លានេះគឺមានអត្ថប្រយោជន៍ច្រើនណាស់ពុកម៉ែបងប្អូនណាតាក់ទងជាមួយនឹងការរលាកហើយទី6ហ្នឹងនឹងជួយសម្រួលបាទដល់បងបរោះដែលអសមត្ថភាពបញ្ហាផ្លូវភេទពុកម៉ែបងប្អូនណាយើងអាចយកទៅត្រាំស្រាឬក៏ពុកម៉ែបងប្អូនដាំទឹកហូបក្នុងកម្រិតសមរម្យគឺយើងប្រើស្រុះចម្លោះពី50ក្រាមទៅ100ក្រាមពុកម៉ែបងប្អូនណាហ្នឹងហើយយើងត្រាំស្រាក៏បានយើងដាំទឹកហូបក៏បានហើយទី7ហ្នឹងគឺយើងយកផ្ទីបន្លានេះបោចម្ដាយមកយើងយកទៅដុតជាមួយនឹងអាចគោដើម្បីស្អំបណ្ដេញពឹសពុកម៉ែបងប្អូនណាហ្នឹងហើយស្អំបណ្ដេញពឹសមិនថាពឹសក្អែពឹសត្រីដែលមានបញ្ហាមុតដៃមុតជើងហ្នឹងវាធ្វើឲ្យចុកហ្នឹងគឺយើងអាចប្រើប្រាស់នៅរុក្ខជាតិនេះបានពុកម៉ែបងប្អូនណាហ្នឹងហើយតកតងជាមួយនឹងអត្ថប្រយោជន៍នៃការរៀបរាប់នៃផ្ទីបន្លាគឺខ្ញុំបានរៀបរាប់ជូនពុកម៉ែបងប្អូនទាំងអស់ហើយមានទាំងវីដេអូមានទាំងរូបភាពដែលខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងយកអ្វីដែលខ្ញុំបានបង្ហាញហ្នឹងទៅប្រើជាប្រយោជន៍ឲ្យបានសមគួរទៅតាមដែលអ្វីដែលខ្ញុំបានចេះដឹងផ្សព្វផ្សាយជូនអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា